តែយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាវិញ្ញាណខ្មៅក្នុងការជេងដំណើររឿងនិយាយអំពីប្តីប្រពន្ធពីរនាក់ដែលរស់នៅក្នុងភូមិជនបទមួយកន្លែងដែលរៀងឆ្ងាយពីទីប្រជុំជនហើយអ្នកភូមិនៅទីនោះភាគច្រើនប្រកបរបរធ្វើស្រែចម្ការពូវឺនិងមីងសយគឺជាអ្នករស់នៅក្នុងភូមិនោះហើយពួកគាត់ប្រកបរបរធ្វើចម្ការចេកគាត់មានចម្ការចេកមួយកន្លែងដែលនៅពីកើតភូមិគេរៀងរាល់ព្រឹកនិងនាដពួកគាត់តែងតែបរទេះគោរបស់គាត់ទៅចម្ការរបស់គាត់ជានិច្ចឯងតោះទៅចម្ការថ្ងៃហើយឆាប់បានមកវិញណាចាឯងចាំតែគិលនេះចាប់ដៃសិនយកទៅហូបនឹងណាកុំទៅថោងឯងណាពូវឺនបានទៅយកប្រតេគោមកបរឈរពីមុខផ្ទះចំណែកឯមីងសយគាត់បានឡើងជិះនៅរទេះគោដើម្បីទៅចម្ការអ្នកទាំងពីរបានបររទេះបណ្ដើរនិយាយគ្នាបណ្ដើរផ្លូវដែលបរទេះអមទៅដោយព្រៃឈើធំនិងចម្ការចេករបស់អ្នកភូមិជាច្រើនកន្លែងមិនយូរប៉ុន្មានពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរទៅដល់ចម្ការរបស់គាត់តោះម៉ែវាដល់ចម្ការយើងហើយតម្រាំតែដល់ឆ្នៃគូសំដែរតើនឹងហើយតើវាធ្វើម៉េចបាត់នៃចម្ការរបស់យើងនៅឆ្ងាយពីភូមិពេកត្រង់ទៅពួកវាមិនយូរមិនឆាប់ទេយើងនឹងមានលុយចាំយើងទិញដីនៅជិតផ្ទះរបស់យើងវិញចូលជាងពូវឺនបានយករទេះគោទៅទុកនៅក្រោមម្លប់ឈើដ៏ធំមួយរួចគាត់បានដើរចូលទៅចម្ការរបស់គាត់ទាំងពីរនាក់ចម្ការរបស់គាត់ពោពេញទៅដោយផ្លែចេកពូវឺននិងមីងសយគាត់បានកាប់ឆ្ការព្រៃនិងឆាំងស្មៅជុំវិញដើមចេករបស់គាត់ជាច្រើនដើមនិងជាចំម៉ោងផងដែរខណៈពេលដែលគាត់កំពុងតែឈូឆាយនៃឆ្ការព្រៃស្រាប់តែមានពូវែកដ៏ធំមួយក្បាលវាបានវាលួនមកស្ងាត់មិនដឹងថាវាមកពីម៉ានោះទេក៏បានចាប់ចំជើងរបស់មីងសយអូយជឿណាពួកវាមកចាប់ខ្ញុំហើយខ្ញុំជឿណាណៃយ៉ាងមិនហើយនឹងមានរឿងអីកាត់ឡើងទៅពូវឺនខំស្រែកហៅអ្នកភូមិនៅក្បែរនោះឲ្យគេជួយប៉ុន្តែជុំវិញនោះពោពេញទៅដោយដើមចេកសុបញប់ស្រែកហៅយ៉ាងណាក៏គ្មាននរណាឮដែរមួយសន្ទុះក្រោយមកពូក៏បានជៀបចូលពេញខ្លួននឹងដល់បេះដូងរបស់មីងសយដណ្ដើរឲ្យមីងសយគាត់បានបាត់បង់ជីវិតនៅទីនោះតែម្ដងទៅក្រោយទីមីងសយបានទទួលមរណភាពបាត់ពូវឺនក៏បានធ្វើពិធីបុណ្យទៅតាមប្រពៃណីនិងបញ្ចុះសពមីងសយនៅក្នុងចម្ការចេកនោះតែម្ដងកន្លងផុតជាច្រើនថ្ងៃនៅភូមិក៏បាននឹកនឹងដំណឹងថាខ្មោចមីងសយបានងងយ៉ាងបាក់ហើយក្នុងទីចម្ការចេកនោះក៏បានធ្វើឲ្យអ្នកភូមិខ្លាចរអាមិនហ៊ានសង្កេតយ៉ាងឡើយនៅពេលយប់យេនីគាត់គឺជាមនុស្សចាស់នៅក្នុងភូមិហើយគាត់បានល្បីឮតគ្នាដែលនិយាយថារឿងរបស់មីងសយដែលស្លាប់នៅចម្ការចេកបានលងបន្លាចទៅដល់អ្នកភូមិជានិច្ចគ្រប់ពេលដែលពួកគេបានទៅកន្លែងនោះនៅពេលនោះដែរលោកយាយនេះគាត់ក៏បាននិយាយទៅសាំនឹងនេសងឲ្យបានដឹងព្រោះនេសាំនិងនេសងគឺជាក្មេងជំទង់នៅក្នុងភូមិហើយពួកគេទាំងពីរនាក់ចូលចិត្តដើរទៅកាប់ចេកនៅក្នុងចម្ការអ្នកដទៃនៅពេលនោះយាយនេះគាត់ក៏បានប្រាប់ទៅដល់នេសាំនិងនេសងឲ្យប្រយ័ត្នខ្លួនកុំឲ្យធ្វើរឿងអ្វីផ្សេងខុសនឹងវិន័យដើរពេលយប់ត្រូវខ្មោចងងអាសាំពួកឯងទៅពីអ្នកនេះដឹងហើយទេថានេះសយប្រពន្ធនេះវិញតែបានពុះទៅស្លាប់បាត់យាយខ្ញុំដឹងហើយនៅក្នុងភូមិបានឮថាខ្មោចមីងសយនេះដងសាហាវខ្លាំងណាស់ជាពិសេសនៅចម្ការគេរបស់គាត់តែម្ដងមិនយូរប៉ុន្មានពេលវេលាក៏បានឈានទៅដល់ពេលរាត្រីពួកគេនៅមិនសពក្នុងចិត្តសោះពួកគេក៏បបួលគ្នាទៅលួចបេះផ្លែចេកនៅឯចម្ការរបស់ពូវឺនដែលជាទីកន្លែងដែលមានមីងសយត្រូវបានពូវែកចាប់ស្លាប់បើទោះបីជានៅក្នុងភូមិល្បីល្បាញរឿងខ្មោចក៏ដោយក៏ប៉ុន្តែនេះសាំនៅតែចង់ទៅចម្ការចេកដើម្បីលូតផ្លែចេកយីថ្ងៃនេះគ្រាចេកដល់ហើយវយយើងចង់បបួលឯងទៅបេះផ្លែចេកស៊ីតែឯងហ៊ានទៅទេអសងបងទៅណាយកផោនឹងតោះ
ขับแต่ขับเจជាមួយយើងគ្មានខ្មោចខ្មាំងអីលោកនោះទេបងសាំខ្ញុំមិនហ៊ានទៅទេបងខ្ញុំខ្លាចខ្មោចណាស់ពួកអ្នកភូមិបានដើម្បីថាមានសយលោកសាហាវខ្លាំងណាស់ងុយនឹកឡើងព្រឺរួមដៃតែម្ដងខ្ញុំមិនហ៊ានទៅទេបងហើយឯងទៅជឿអីអ្នកភូមិហ្នឹងនេះគ្មានខ្មោចខ្មាំងអ្វីទេតោះឆាប់ទៅជាមួយយើងសាំនិងសងពួកគេបានដើរទៅជាមួយគ្នាទាំងពីរនាក់ហើយដៃរបស់ពួកគេបានកាន់ពើមួយពួកគេបានដើរយ៉ាងឆ្ងាយសម្ដៅទៅចំការរបស់ពវឿនទាំងពីរនាក់បងសាំគេចោលណាស់ទុំល្អទៀតកាប់នោះស្ទងទៅបញ្ញាប់ទៅវិញខ្ញុំខ្លាចណាស់បងយើងដឹងហើយឯងធ្វើកុភ័យមើលវាគ្មានខ្មោចខ្មាំងណាមកលងយើងនោះទេឯងតិចជឿអ្នកភូមិអ្នកសុខទៅកើតដែរបងសាំខ្មោចយីអានេះចូលចិត្តនិយាយលេងសើចចោលណាយើងមិនចូលចិត្តឯងនិយាយចឹងទេបងឯងដឹងអត់ថានៅក្លាយំបងឯងឆាប់មើលទៅកៅទៅទៅពីកៅបងឯងខ្ញុំទៅមកហើយបងនេះអើយខ្មោចមើលបងយានេះរត់ទៅចោលបាត់ចាំឯងហងមួយទៅដែរនៅពេលនេះសាំនឹងនេះសងពួកគេបានជឿហើយថាមានខ្មោចពិតឲ្យសាច់រឿងវិញ្ញាណខ្មោចចំការជែកក៏ត្រូវបានបញ្ចប់តែត្រឹមនេះសាច់រឿងនេះគ្រាន់តែជាសាច់រឿងមួយបែបប្រឌិតតែប៉ុណ្ណោះហើយវាក៏មានចំណុចអប់រំសម្រាប់បងប្អូនគួរតែដឹងផងដែរព្រោះនៅពេលដែលបងប្អូនដើរចូលព្រៃជាពិសេសគឺតំបន់ដែលបងប្អូនកំពុងតែរស់នៅមានព្រៃច្រើនសូមធ្វើការប្រយ័ត្នទាំងអស់គ្នាជាមួយនឹងសត្វអាសិរពិសព្រោះពេលខ្លះយើងមិនអាចមើលវាឃើញនឹងភ្នែករបស់យើងភ្លាមបាននោះទេប៉ុន្តែវាមើលយើងឃើញជានិច្ចដូច្នេះ